ពីថ្នាក់ទី9ហើយថ្ងៃនេះដែរខ្ញុំបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្ញុំដែលបានមកបណ្ណាល័យដើម្បីអានសៀវភៅពណ៌ទឹកសមុទ្រនេះដែលមានចំណងជើងថាពាក្យទូន្មានរបស់ឪពុកម្ដាយវគ្គសិក្សាខ្លីដែលបង្រៀនឲ្យកូនក្លាយទៅជាពលរដ្ឋល្អនិងពូកែនៅក្នុងសង្គមអញ្ចឹងបន្ទាប់ពីខ្ញុំបានអានចំនួន3វគ្គរួចមកខ្ញុំគឺបានយល់ដឹងអំពីសៀវភៅនឹងខ្លះៗអំពីការទូន្មានរបស់ឪពុកម្ដាយខ្ញុំដោយនឹងសៀវភៅនឹងដែលគាត់បានបង្រៀនខ្ញុំទី1ហ្នឹងគឺគិតមុននិយាយហើយទី2ហ្នឹងឲ្យស្គាល់តម្លៃនៃមាសប្រាក់ហើយនឹងទី3ហ្នឹងគឺចង់ឲ្យខ្ញុំនឹងចង់ចិត្តជាមួយនឹងអ្នកដតីដោយជារាប់អានអ្នកដតីជាដើមនៅក្នុងសង្គមហ្នឹងចំពោះសៀវភៅនេះដែរគឺបានបង្រៀននៅទូន្មានជាច្រើនមកដល់ខ្លួនខ្ញុំផ្ទាល់ហើយខ្ញុំគិតថាសៀវភៅនេះគឺល្អសម្រាប់កុមារទាំងអស់ដោយសម្រាប់ការអានដើម្បីឲ្យស្គាល់នៅមេរៀនជីវិតនិងការសិក្សាថ្មីៗផ្សេងៗដែលតាក់ទងទៅនឹងតម្លៃនៃការរស់នៅក្នុងសង្គមអញ្ចឹងជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណទៅដល់អ្នកនិពន្ធដែលបានដាក់តែងសៀវភៅមួយផ្កានេះមកយ៉ាងមានតម្លៃហើយបានធ្វើឲ្យខ្ញុំខ្លះទៅជាមនុស្សមួយដែលអានទៅឆាប់យល់ដឹងពីសង្គមហើយក៏បានអរគុណទៅដល់អ្នកដែលបានបរិច្ចាគទៅដល់ក៏ខ្ញុំក៏បានអរគុណទៅដល់អ្នកដែលបរិច្ចាគសៀវភៅមួយក្បាលនេះមកដល់អង្គការលើកស្ទួយប្រជាពលរដ្ឋជំរាបលា